សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះមករីវិវកូនក្អុកដែលវាញ័រយើងធ្វើការបង្កាត់24គូនៅថ្ងៃទី22ហើយវាចេញពងនៅថ្ងៃទី23ឥឡូវវាចាប់ផ្ដើមញាស់ជាកូនក្អុកតែអត់ទាន់ស្រុះទេញាស់ជាកូនក្អុកនៅថ្ងៃទី24ហើយញាស់ច្រើនមែនទេបងប្អូនឃើញក្នុងរូបដោយសារពងវាច្រើនធ្លាក់ច្រើនយើងបង្កាត់ពេលភ្លេងតោងច្រើនមែនទេតែវាអត់ទាន់នេះទេបងប្អូនដូចថាវាអត់ទាន់អាចហែលបានស្រួលបួលអញ្ចឹងព្រោះឲ្យគ្នាទៅញាស់ហើយទំហំតង់របស់យើងគឺតូចទេមិនធំទេដោយសារតែពេលហ្នឹងយើងរៀបចំអាតង់ធំវាអត់ទាន់ហើយស្រួលបួលអញ្ចឹងយើងដាក់អាតង់តូចសិនអញ្ចឹងចាំវាកើតជាកូនក្អុកដែលថាបានអាយុកាលប្រហែលជាខ្ទង់មួយអាទិត្យទៅ2អាទិត្យអីចាំយើងដុសម្លែកវាដែលវាមានកម្លាំងមកមូលណាច្រើនខ្ញុំគិតថា22គូវាធ្លាក់បានប៉ុណ្ណេះគិតថាវាច្រើនហើយព្រោះវាឡងខាប់មកនឹងឯងបើសិនជាបងប្អូនមានតម្រូវការមេពូជឬក៏បាពូជត្រឹម10 20គូអីគឺអាចតំណែងបងប្អូនបានហើយអាចសាកសួរបានផ្សេងជាងគេសម្រាប់បងប្អូនដែលយើងថ្មីទាំងអស់គ្នាបើបងប្អូនចាស់អត់ហ៊ានចែកម្លែកបទពិសោធន៍ឲ្យទេដោយសារខ្ញុំទឹមថ្មីដែរទេយើងទឹមតែប្រកាសបានជោគជ័យរយៈពេលដូចជាខ្ទង់1ឆ្នាំដែរទេអូខេអរគុណច្រើនបងប្អូនគ្នាសម្រាប់វីដេអូគឺយើងមានតែប៉ុណ្្នឹងទេបង្ហាញអំពីកូនក្អុកដែលលូតលាស់ញាស់នៅថ្ងៃទី24បន្ទាប់ពីយើងប្រកាសនៅថ្ងៃទី22ណា